សត្វកណ្ដុរមួយក្បាលបានមើលតាមប្រហោងជញ្ជាំងហើយឃើញម្ចាស់កសិដ្ឋាននិងភរិយារបស់គាត់កំពុងបើកកញ្ចប់មួយវាគិតថានេះជាអាហារហើយមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែការពិតវាមិនមែនជាអាហារទេវាគឺជាអន្ទាក់ចាប់កណ្ដុរសត្វកណ្ដុររត់ចេញមុខយ៉ាងប្រញាប់ប្រញាល់ហើយស្រែកទៅកាន់មេមន់ថាអ្នកស្រីមន់អ្នកស្រីមន់ឥឡូវនេះមានអន្ទាក់ចាប់កណ្ដុរនៅក្នុងកសិដ្ឋានហើយយើងត្រូវធ្វើអ្វីមួយតើយើងអាចរស់នៅជាមួយអន្ទាក់នេះបានយ៉ាងដូចម្តេចខ្ញុំបានឃើញវាដោយផ្ទាល់មេមន់ឆ្លើយថាខ្ញុំយល់ថានេះជាបញ្ហាធំសម្រាប់អ្នកប៉ុន្តែវាមិនមែនជាបញ្ហារបស់ខ្ញុំទេខ្ញុំមិនអាចជួយអ្វីបានឡើយសត្វកណ្ដុរខកចិត្តហើយរត់ទៅរកជ្រូកវានិយាយទាំងភ័យខ្លាចថាលោកជ្រូកឥឡូវមានអន្ទាក់ចាប់កណ្ដុរនៅក្នុងកសិដ្ឋានដូច្នេះយើងត្រូវតែធ្វើអ្វីមួយជ្រូកឆ្លើយថាឲ្យខ្ញុំបារម្ភពីអន្ទាក់ចាប់កណ្ដុរមែនទេតើអ្នកណាជាកណ្ដុរនៅទីនេះខ្ញុំឬអ្នកខ្ញុំជាជ្រូកមើលទំហំខ្លួនខ្ញុំទៅរឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេសត្វកណ្ដុរអោនក្បាលដោយក្តីអស់សង្ឃឹមហើយដើរទៅរកគោដែលកំពុងស៊ីស្មៅវានិយាយទាំងទឹកភ្នែកថាអ្នកស្រីគោអ្នកគឺជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំកសិករនិងប្រពន្ធរបស់គាត់បានទិញអន្ទាក់ចាប់កណ្ដុរដូច្នេះយើងត្រូវតែធ្វើអ្វីមួយគោឆ្លើយថាអ្នកមករំខានពេលខ្ញុំកំពុងស៊ីអាហារដើម្បីនិយាយរឿងអន្ទាក់ចាប់កណ្ដុរមែនទេខ្ញុំជាគោអ្នកទើបជាកណ្ដុររឿងនេះមិនមែនជាបញ្ហារបស់ខ្ញុំទេសត្វកណ្ដុរមានអារម្មណ៍សោកសៅនិងអស់សង្ឃឹមគ្មាននរណាម្នាក់ចង់ជួយវាឡើយនៅយប់នោះវាបានដេកទាំងព្រួយបារម្ភពេលរាត្រីមកដល់អន្ទាក់ចាប់កណ្ដុរបានចាប់អ្វីមួយប្រពន្ធកសិករបានដើរទៅមើលក្នុងភាពងងឹតដោយគិតថាកណ្ដុរបានជាប់អន្ទាក់ប៉ុន្តែការពិតអន្ទាក់បានចាប់កន្ទុយពស់ពឹសមួយក្បាលនៅពេលនាងយកដៃទៅប៉ះអន្ទាក់ពស់ក៏ខំនាងភ្លាមៗកសិករភ័យស្លន់ស្លោហើយប្រញាប់នាំប្រពន្ធទៅមន្ទីរពេទ្យនាងសម្រាប់ព្យាបាលនៅទីនោះជាច្រើនថ្ងៃក្រោយការព្យាបាលយ៉ាងខ្លាំងកសិករបាននាំប្រពន្ធត្រឡប់មកផ្ទះវិញប៉ុន្តែនាងនៅតែមានគ្រុនក្តៅតើមនុស្សដែលកំពុងគ្រុនក្តៅនឹងត្រូវការកម្លាំងឡើងវិញគួរញ៉ាំអ្វីស៊ុបមាន់កសិករនឹកឃើញមេមាន់គាត់ក៏សម្លាប់មេមាន់ដើម្បីធ្វើស៊ុបឲ្យប្រពន្ធបន្តិចក្រោយមកសាច់ញាតិនិងមិត្តភ័ក្តិបានមកសួរសុខទុក្ខប្រពន្ធរបស់កសិករអ្នកខ្លះមកដោយការព្រួយបារម្ភអ្នកខ្លះទៀតមកដោយចង់ដឹងភ្ញៀវកាន់តែច្រើនឡើងហើយតើភ្ញៀវចូលចិត្តញ៉ាំអ្វីកសិករមើលទៅជ្រូករួចក៏សម្រេចចិត្តសម្លាប់ជ្រូកដែរដើម្បីធ្វើម្ហូបទទួលភ្ញៀវប៉ុន្តែទោះបីមានការថែទាំយ៉ាងណាក៏ដោយប្រពន្ធកសិករនៅតែមិនជាសះស្បើយទីបំផុតនាងបានទទួលមរណភាពនៅថ្ងៃបុណ្យសពអ្នកភូមិទាំងមូលបានមកចូលរួមរំលែកទុក្ខមនុស្សកាន់តែច្រើនឡើងកសិករគ្មានអ្វីសម្រាប់ទទួលភ្ញៀវទៀតទេដូច្នេះគាត់ក៏សម្លាប់គោទៀតតើមេរៀននៃរឿងនេះគឺជាអ្វីនៅពេលនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកជួបបញ្ហាគូកុំនិយាយថានេះមិនមែនជាបញ្ហារបស់ខ្ញុំទេបញ្ហារបស់ប្តីគឺជាបញ្ហារបស់ប្រពន្ធបញ្ហារបស់ប្រពន្ធគឺជាបញ្ហារបស់ប្តីបញ្ហារបស់កូនឪពុកឬម្ដាយក៏ជាបញ្ហារបស់អ្នកដែរពីព្រោះបញ្ហាដែលប៉ះពាល់ដល់មនុស្សម្នាក់នៅក្នុងគ្រួសារមិនយូរមិនឆាប់នឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នាផ្ទះណាដែលបែកបាក់គ្នានោះមិនអាចឈររឹងមាំបានឡើយបញ្ហារបស់មនុស្សម្នាក់គឺជាបញ្ហារបស់មនុស្សទាំងអស់ប្រសិនបើអ្នកគិតថារឿងខាងលើមានប្រយោជន៍សូមជួយចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក